ឆ្នាំព្យាបាលជំងឺរើមផ្លែស្លានិងដាំអំពើប្រក់ផ្លែរបៀបប្រើយកស្លឹកអំពើប្រក់ផ្លែចំនួន1ក្តាប់ដៃលាងទឹកឲ្យស្អាតផ្លែស្លាទុំចំនួន3ចំណិតយកថ្នាំពីមុខនេះទៅទំពាក្នុងមាត់ឲ្យមាត់រួចហើយយកទៅបិទបំពូកចំកន្លែងដែលកើតរើមមួយផ្នែកធ្វើតែម្ដងទេពេលព្រឹកព្រលឹមឡើងព្យាយាមធ្វើឲ្យបានរយៈពេល3ថ្ងៃតែ5ថ្ងៃជំងឺរើសរបស់បងប្អូននឹងចាប់ផ្ដើមក្រៀមស្វិតម្ដងតិចហើយពុកម៉ែបងប្អូនដែលកើតជំងឺទឹកនោមផ្អែមកុំភ្លេចបរិភោគស្លឹកបាសជាប្រចាំស្លឹកបាសជួយកាត់បន្ថយជាតិស្ករក្នុងឈាមហើយជួយឲ្យសុខភាពឈាមស្អាតជាពិសេសជំនួយកម្លាំងជំនួយឆ្អឹងជំនួយសក់ក្បាលជំនួយក្រចកចាពុកម៉ែបងប្អូនណាដែលមិនកើតជំងឺទឹកនោមផ្អែមក៏បរិភោគបានណាព្រោះស្លឹកបាសមានប្រយោជន៍ទាំងក្បាលរហូតដល់ចុងជើងថ្នាំព្យាបាលឈឺឆ្អឹងឈឺខ្នងឈឺចង្កេះចាសម្រាប់បងប្អូនដែលខ្វះខាតថវិកាទៅមន្ទីរពេទ្យបងប្អូនអាចទៅយកដើមជភ្លូទាំងដើមទាំងស្លឹកចាមួយវាប្រប៉ិនក៏ដៃកូនក្មេងមកហើយយកទៅដាំទឹកហូបចាហូបមួយថ្ងៃ3ដងហើយហូបម្ដងហ្នឹងក៏មួយកែវចាហូបពី4ទៅ5ថ្ងៃអាការៈជំងឺនឹងបានធូរស្បើយហើយចាដូច្នេះសូមបងប្អូនពិសាតាមការគួរចាសូមអរគុណដើមម្រេចព្រៅព្យាបាលជំងឺដូចជាគ្រាប់ម្រេចព្រៅប្រើជាថ្នាំធ្វើឲ្យសម្រាលកូនស្រួលស្លឹកប្រើជាថ្នាំធ្វើឲ្យឈាមរត់ស្រួលព្យាបាលរោគសើស្បែកកក់ក្រាមរ៉ៃជំងឺថ្លើមហើយវាមានលក្ខណៈប្រឆាំងមេរោគបញ្ចុះជាតិស្ករក្នុងឈាមបន្ថយសម្ពាធឈាមបាទជំរាបសួរពុកម៉ែបងប្អូនបាទនៅពេលនេះខ្ញុំបាទកូនអ្នកចំការតាចពៃភ្នំព្រឹកបាទហៅឈ្មោះអ្វីដើម្បីបញ្ចប់នឹងអភ័យចាស់ខ្ញុំមុនបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទសំណូមយកនៅឱសថជួយជំនួយដល់សក់ហ្នឹងណាបាទអញ្ចឹងវីដេអូល្អណាស់សម្រាប់បងប្អូនដែលស្រឡាញ់សក់ណាអញ្ចឹងការពារសក់រុះបាទទី1ការពារសក់រុះទី2ការពារសក់ស្កូវបាទគឺមិនងាយឲ្យស្កូវចង់និយាយថាយើងអាយុ30 40ស្កូវអីអានេះអត់ទេបាទគឺមិនងាយ50 60 70អីបែរតែហេងសុយអត់ស្កូវទេអញ្ចឹងឆ្នាំមានតែ3មុខឯងពុកម៉ែបងប្អូនបាទទី1គឺស្លឹកកន្ទ្រៀងខេតពុកម៉ែបងប្អូនណាបាទយើងបេះអាខ្ចីល្អយើងមកក្តាប់ដៃតឹងបាទបេះបានមកក្តាប់តឹងចឹងមកបាទរីឯទី2បណ្ដូលពេជ្របាទយើងកាត់មកកង់ប្រវែងមកចង្អុលដៃមកកង់ប្រវែងចង្អុលដៃចាប់មកក្តាប់ចឹងដែរមកបាទចាប់ចឹងណាបងប្អូនបាទចាប់ចឹងមកក្តាប់ហើយយើងយកមកច្រាំឲ្យម៉ត់បាទដុលពេជ្រហើយទី3ស្លឹកចន្លង់ពុកម៉ែបងប្អូនស្លឹកចន្លង់យើងស្ងោរហូបហ្នឹងបើគ្មានស្លឹកចន្លង់ពុកម៉ែបងប្អូនអាចរកប្រទាលទុយកពើជំនួសចន្លង់ក៏បានដែរយើងយកឱសថទាំង3មុខនេះដាក់បុកចូលគ្នាឲ្យម៉ត់ហើយយើងត្រងច្របាច់យកទឹកហើយកក់ផ្អាប់លើសក់យើងបាទទុកចោលតរស្ងួតចាំយើងងុយទឹកធម្មតាពុកម៉ែបងប្អូនណាច្របាច់យកទឹកទាំង3មុខចូលគ្នាឲ្យម៉ត់យើងច្របាច់ឆ្លីត្រងយកទឹកវាកក់ផ្អាប់ក្នុងលើក្បាលយើងហ្នឹងទុកចោលលុះត្រាតែស្ងួតបាទចាំយើងងុយទឹកធ្វើអញ្ចឹងរៀងរាល់ថ្ងៃសក់លេងជ្រុះបាទសក់ខ្មៅស្អាតហើយមិនងាយស្កូវទេពុកម៉ែបងប្អូនអញ្ចឹងវីដេអូនេះមានតម្លៃសម្រាប់បងប្អូនណាដែលស្រឡាញ់សក់បាទកុំភ្លេចជួយ share ចែកគ្នាដឹងផងពុកម៉ែបងប្អូនបាទបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចែករំលែកពីរុក្ខជាតិផ្សំចូលគ្នា3មុខទី1ដើមត្រចៀកទន្សាយទី2ស្មៅក្បាលរុយទី3ដើមប្រក់ផ្លែបងប្អូនណាយកមកធ្វើថ្នាំពូកែស័ក្តិសិទ្ធតែម្ដងបងប្អូនយកមកធ្វើថ្នាំព្យាបាលជំងឺទី1រលាកសួតទី2រលាកថ្លើមទី3រលាកតម្រងនោមទី4គ្រោះក្នុងថង់ប្រមាត់ទី5គ្រោះនៅក្នុងតម្រងនោមទី6រលាកក្រពះរ៉ាំរ៉ៃវិធីប្រើប្រាស់ថ្នាំវិញម្ដងយកស្មៅក្បាលរុយទាំងមូលបងប្អូនបន្ទាប់មកទី2យកដើមប្រក់ផ្លែទាំងមូលដូចគ្នាទី3ដើមត្រចៀកទន្សាយយកទាំងមូលដូចគ្នាយក3មុខនឹងទៅលាងសម្អាតទឹកឲ្យបានស្អាតល្អ3មុខនឹងទៅចិញ្ច្រាំឲ្យល្អិតបន្តិចរួចយកទៅហាលឲ្យស្ងួតយកចំនួន50ក្រាម3មុខហ្នឹងបងប្អូនណាដាក់ដាំជាមួយទឹក3លីត្ររំងាស់ឲ្យបាន15នាទីពេលទទួលទានថ្នាំវិញមួយថ្ងៃអត់កំណត់ទេបងប្អូនព្យាយាមទទួលទានចាប់ពី7ទៅ10ថ្ងៃអាការៈជំងឺដែលខ្ញុំរៀបរាប់នៅខាងលើគឺបានជាតែម្ដងបងប្អូនពូកែស័ក្តិសិទ្ធខ្លាំងណាស់បងប្អូនណាដាំត្បិតជូននិងប្រមយដំរីថ្នាំថែរក្សាសម្រាប់ធ្វើឲ្យសាច់ចាំនិងត្រជាក់ខាងក្នុងខ្លួនរបៀបប្រើយកដើមប្រមយដំរីទាំងដើមទាំងស្លឹកយកស្រស់ចំនួន1ក្តាប់ដៃយកដើមត្បិតជូនទាំងដើមទាំងស្លឹកចំនួន1ក្តាប់ដៃយកស្រស់ដាំទឹកចំនួន3លីត្រទៅដាំឲ្យពុះរំងាស់15នាទីការហូបមិនកំណត់ពេលនោះទេហើយពេលណាហូបពេលនឹងសម្រាប់បងប្អូនក្តៅក្នុងព្យាយាមហូបឲ្យបានរយៈពេល1អាទិត្យខ្លួនរបស់បងប្អូននឹងលែងក្តៅហើយ